ខ្ញុំតែងតែ recommend ឲ្យអ្នកជំងឺទាំងអស់ move ទៅការដាំបកគោដែលអត់ចាំបាច់វះកាត់គេហៅថា surgical guide មិនទៅហៅការដាំបកគោថ្មីនៃការវះកាត់និងមួយទៀតការដាំបកគោថ្មីទៅប្រើ surgical planning ឬក៏ជាចុងក្រោយនៅ Bright Line អញ្ចឹងការដាំបកគោជាទូទៅដែលគេហៅដាំបកគោធម្មតាដោយវះកាត់ពឹងទៅលើរូបភាព X-ray ទៅលើម៉ាស៊ីនថតរបស់ clinic នីមួយៗពឹងទៅលើបច្ចេកទេសគូពេទ្យពឹងទៅលើបទពិសោធន៍គូពេទ្យពឹងទៅលើការបើកកម្ចាញដូច្នេះហើយការដាំបកគោដោយវះកាត់ហ៊ានឈឺបន្តិចដោយសារតែពុកម៉ែបងប្អូនត្រូវបើកកម្ចាញមើលហើយត្រូវបញ្ចូលបកគោនៅក្នុងឆ្អឹងសម្រាប់ខ្ញុំជាតមបណ្ឌិតនៅ Bright Line និងជានាយកប្រតិបត្តិនៅ Bright Line ខ្ញុំតែងតែ recommend ឲ្យអ្នកជំងឺទាំងអស់ move ទៅការដាំបកគោដែលអត់ចាំបាច់វះកាត់គេហៅថា surgical guide ជាទូទៅវាអាចផ្ដល់សុខភាពជាងត្រឹមត្រូវជាងជាពិសេសនៅក្នុងករណីពុកម៉ែបងប្អូនដែលមានឆ្អឹងតិចតួចទោះជាយ៉ាងណាក៏ដោយក៏ Bright Line ក៏នៅតែព្យាយាមជួយពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការដាំបកគោមួយដែលសុវត្ថិភាពបំផុតតាមតែអាចធ្វើទៅបានដូច្នេះខ្ញុំសង្ឃឹមថាវីដេអូនឹងដែរនឹងចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានបញ្ហាចង់ដាំបកគោថ្មីជាមួយនឹងបច្ចេកវិទ្យាចុងក្រោយដែលអត់ចាំបាច់វះកាត់អាចអញ្ជើញមកប្រឹក្សាយោបល់បានជាមួយនឹងតមបណ្ឌិតរបស់យើងតាមរយៈលេខទូរស័ព្ទដែលមានខាងក្រោមសូមអរគុណ